បាទសូមជម្រាបសួរបងប្អូនជាទីគោរពបងប្អូនប្រជាពលរដ្ឋជាទីស្នេហាសម្រាប់អ្នកលេងបណ្ដាញសង្គម Facebook មិនថាតែខ្ញុំថាតែគេទេបើកទំព័រ Facebook ឡើងគឺតែងតែឃើញនិងតែងតែឮជាហូរហែនៅលើបណ្ដាញសង្គម Facebook TikTok ក្តីនិងបណ្ដាញសង្គមផ្សេងៗទៀតឃើញវប្បធម៌សំទោសរួចខ្លួនវប្បធម៌ដែលគ្មានទំនួលខុសត្រូវនេះវាកើតឡើងជាហូរហែតាំងពីមុនរហូតទៅដល់បច្ចុប្បន្ននិងទៅអនាគតទៀតបើសិនជាយើងមើលឃើញថាវប្បធម៌សំទោសរួចខ្លួនវប្បធម៌គ្មានទំនួលខុសត្រូវនឹងវាកើតឡើងនៅក្នុងសង្គមកម្ពុជាទៀតវាធ្វើឲ្យសង្គមយើងនឹងវារញ៉េរញ៉ៃហ្មងយើងអាចធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងធ្វើឲ្យគំនិតរបស់ប្រជាពលរដ្ឋនឹងទៅជាគំនិតមួយសម្រាប់កសាងជាតិការពារជាតិនិងធ្វើឲ្យជាតិរបស់យើងនឹងរីកចម្រើនណាបើអញ្ចឹងទេវាទៅជារញ៉េរញ៉ៃបាតណាបាតណីប្រទេសបតាពេញនឹងហើយធ្វើឲ្យសង្គមយើងនឹងមិនអាចអភិវឌ្ឍមិនអាចជឿនលឿនមិនអាចប្រឈមមុខចំពោះនឹងបញ្ហានានាកើតឡើងទៅថ្ងៃអនាគតជាមួយនឹងបណ្ដាប្រទេសផ្សេងៗជុំវិញខ្លួនយើងទេដូច្នេះហើយថ្ងៃនេះខ្ញុំសូមសួរនៅសំណួរមួយទៅកាន់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងថាតើការសំទោសនឹងវាគ្រប់គ្រាន់ហើយនៅខ្ញុំគិតថាការសំទោសគឺជាគុណធម៌មនុស្សដែលហ៊ាននិយាយថាខ្ញុំខុសគឺជាមនុស្សដែលមានភាពក្លាហានប៉ុន្តែការសំទោសមិនអាចជំនួសការទទួលខុសត្រូវបានទេការសំទោសនឹងមិនអាចជំនួសការទទួលខុសត្រូវបានទេបើថ្ងៃណាការសំទោសអាចបញ្ចប់គ្រប់រឿងអាចបញ្ចប់គ្រប់បញ្ហាថ្ងៃនោះយុត្តិធម៌នឹងនៅសល់ត្រឹមតែពាក្យមួយម៉ាត់ប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋជាទីគោរពអ្នករងគ្រោះមិនត្រូវការតែពាក្យថាសុំទោសនោះទេពួកគេត្រូវការយុត្តិធម៌ហើយយុត្តិធម៌មិនកើតចេញពីពាក្យសម្ដីទេយុត្តិធម៌កើតចេញពីការទទួលខុសត្រូវសូមចងចាំថាច្បាប់មិនកើតឡើងដើម្បីធ្វើឲ្យមនុស្សខ្លាចទេច្បាប់កើតឡើងដើម្បីឲ្យអ្នកធ្វើខុសទទួលខុសត្រូវហើយអ្នកស្លូតត្រង់ទទួលបាននូវយុត្តិធម៌នេះហើយគឺជាបេះដូងនៃនីតិរដ្ឋយើងគួរមានវប្បធម៌សំទោសប៉ុន្តែយើងក៏ត្រូវមានវប្បធម៌ទទួលខុសត្រូវដែរព្រោះការសំទោសបង្ហាញពីសីលធម៌តែការទទួលខុសត្រូវបង្ហាញពីការគោរពច្បាប់បើសង្គមមានតែការសំទោសតែគ្មានការទទួលខុសត្រូវនោះអ្នករងគ្រោះនៅតែជឿចាប់ប្រជាពលរដ្ឋនៅតែសង្ស័យហើយច្បាប់នឹងបាត់បង់ទំនុកចិត្តដូច្នេះសូមកុំឲ្យការសំទោសคล้ายជាផ្លូវគេចពីច្បាប់សូមឲ្យការសំទោសคล้ายជាជំហានដំបូងនៃការទទួលខុសត្រូវពេលនោះអ្នករងគ្រោះទទួលបាននូវយុត្តិធម៌អ្នកធ្វើខុសបានរៀនពីកំហុសហើយសង្គមទាំងមូលទទួលបានទំនុកចិត្តប្រទេសមួយមិនរឹងមាំព្រោះមនុស្សមិនដែលធ្វើខុសទេប្រទេសមួយរឹងមាំនៅពេលអ្នកធ្វើខុសហ៊ានទទួលខុសត្រូវព្រោះការសំទោសជាការចាប់ផ្ដើមនៃសីលធម៌ការទទួលខុសត្រូវជាការបំពេញនីតិរដ្ឋហើយនីតិរដ្ឋគឺជាគ្រឹះនៃទំនុកចិត្តរបស់ប្រជាពលរដ្ឋសូមគិតម្ដងទៀតដើម្បីកម្ពុជាសូមគិតម្ដងទៀតដើម្បីកម្ពុជាបាទសូមគោរពអរគុណ